ឡាញ់ទើបយើងបញ្ជូនឯងទៅរកកំណើតថ្មីយ៉ាងមិនដែរតើឯងព្រមឬទេវិញ្ញាណរបស់ពូសោមក៏បានព្រមព្រៀងជាមួយនឹងយមរាជព្រមត្រឡប់ទៅតែវិញ្ញាណទៅឋានកណ្ដាលវិញដើម្បីស្វែងយល់ពីសេចក្តីស្រឡាញ់ពិតប្រាកដរំពេចនោះព្រលឹងរបស់គាត់ក៏ត្រូវបានរុញច្រានមកខាងក្រៅវិញគាត់មានអារម្មណ៍ថាខ្លួនគាត់រសាត់អណ្ដែតយ៉ាងលឿនកាត់តាមទីងងឹតសូនឈឹងសំឡេងខ្សឹកខ្សៀវដ៏រងំបានបន្លឺឡើងពីគ្រប់ទិសទីធ្វើឲ្យវិញ្ញាណគាត់ព្រឺសម្បុរយ៉ាងខ្លាំងស្រមោលខ្មៅរត់ឆ្វេងឆ្វាយកាត់មុខគាត់ខ្លះមានភ្នែកក្រហមឆ្អៅសម្លឹងមកគាត់ដោយភាពគួរឲ្យខ្លាចគាត់ព្យាយាមស្រែកតែគ្មានសំឡេងចេញមកនោះទេខ្យល់គួចត្រជាក់បក់បោកមកលើគាត់នាំមកនូវក្លិនស្អុយរលួយលាយឡំជាមួយនឹងក្លិនឈាមស្រស់រំពេចនោះ